រៀបសួរបងប្អូនទាំងអស់គ្នាចាថ្ងៃនេះក៏សម្រាប់គឺសប្បាយចិត្តមែនតើដោយសារតែក្នុងនាមជាគ្រូម្នាក់គឺបានមកទស្សនកិច្ចនៅសាលាថ្មីសាលាណាចានៅទីនេះគឺ The King School វឌ្ឍនវាលដែលមានកម្មវិធីសិក្សាពិសេសចង់បង្ហាញទៅបងប្អូនទាំងអស់គ្នាដើម្បីឲ្យសិស្សានុសិស្សដែលគាត់សិក្សានៅទីនេះគឺត្រៀមខ្លួនរួចរាល់ហ្មងសម្រាប់ការបន្តការសិក្សាទៅសាកលវិទ្យាល័យធំកំពូលនៅលើពិភពលោកអញ្ចឹងតោះមកមើលពីសកម្មភាពការសិក្សារបស់បងប្អូនទាំងអស់គ្នា Let's goនៅទីនេះចំណុចពិសេសនៃកម្មវិធីសិក្សាដែលខ្ញុំចាប់អារម្មណ៍ខ្លាំងបំផុតនោះគឺ Team Teaching Model ឬហៅថាការបង្រៀនជាក្រុមនឹងដាក់បញ្ចូលក្នុងកម្មវិធីសិក្សាចាប់ពីខែសីហាឆ្នាំ2026នេះតទៅយើងធ្វើជាមេដឹកនាំបើសិនយើងអត់ចេះភាសាជាតិតែយើងអាចជួយប្រទេសជាតិយើងបានអត់ទេអញ្ចឹងហើយនៅក្នុងថ្ងៃនេះអ្វីដែលអ្នកគ្រូកំពុងតែចង់ធ្វើនោះគឺចង់ឲ្យបងប្អូនរៀនបានទាំងភាសាអង់គ្លេសជាមួយនឹងភាសាខ្មែរអញ្ចឹងចង់ឲ្យបងប្អូនបកកែទាំងអង់គ្លេសហើយបកកែទាំងខ្មែរទៀតថ្នាក់រៀននីមួយៗមានទាំងលោកគ្រូដែលជាជនជាតិបរទេសនិងជនជាតិខ្មែរសហការគ្នាបង្រៀនបងប្អូនជាភាសាអង់គ្លេសនិងភាសាខ្មែរក្នុងពេលតែមួយ I'm going to read this one. Human feature. Ms. Cosmic, can you read that one? Human feature សំណងស្ថាបត្យកម្ម Right, today we're going to do a geography lesson, okay? So we're going to be practicing our geography skills about landmarks from Phnom Penh, our city. ចឹងថ្ងៃនេះគឺយើងរៀនពីការប្រៀបធៀបពីទីកន្លែងសំខាន់ដែលនៅក្នុងភ្នំពេញយើងវិធីសាស្ត្របង្រៀនបែបនេះគឺជួយអភិវឌ្ឍជំនាញភាសាអង់គ្លេសកម្រិតខ្ពស់ដល់សិស្សហើយស្របពេលនេះដែរគឺជួយឲ្យភាសាជាតិកាន់តែល្អប្រសើរស្របពេលដំណើរគ្នាតែម្ដងសាលាពិតជាមានមោទនភាពនិងបដិញ្ញាក្នុងការអប់រំអ្នកដឹកនាំរបស់កម្ពុជានាពេលអនាគតលើពីនេះបងប្អូននឹងទទួលបានការយកចិត្តទុកដាក់យ៉ាងពេញលេញនិងសកម្មភាពសិក្សាកាន់តែរស់រវើកដោយសាលាជាសាលាតែមួយគត់ដែលទទួលស្គាល់ពី COBIS នៅកម្ពុជាលោកគ្រូអ្នកគ្រូនៅទីនេះសុទ្ធតែមានសញ្ញាបត្របង្រៀន QTS ឬសញ្ញាបត្រសមមូលដែលបញ្ជាក់ពីការបណ្ដុះបណ្ដាលវិជ្ជាជីវៈយ៉ាងហ្មត់ចត់និងស្តង់ដារអន្តរជាតិនេះធានាបាននូវការបង្រៀនដែលមានគុណភាពខ្ពស់ការអនុវត្តការការពារដ៏រឹងមាំនិងកម្មវិធីសិក្សារបស់ចក្រភពអង់គ្លេសដែលគាំទ្រដល់វឌ្ឍនភាពឆ្ពោះទៅរកការទទួលស្គាល់ជាអន្តរជាតិខណៈពេលដែលរក្សាបាននូវឫសគល់យ៉ាងរឹងមាំនៅលើភាសាជាតិវប្បធម៌និងអត្តសញ្ញាណរបស់កម្ពុជាចាឥឡូវនេះយើងមកទស្សនាថ្នាក់រៀនរបស់បងប្អូនវិញម្ដងនៅថ្នាក់មត្តេយ្យរបស់ The King School ដែលនៅក្នុងថ្នាក់នីមួយៗគឺយើងសិក្សាទាំង3ភាសាតែម្ដងគឺខ្មែរភាសាអង់គ្លេសជាមួយនឹងភាសាចិនអញ្ចឹងតោះយើងមកទស្សនាថ្នាក់របស់ Nursery ហើយនិង Reception ទាំងអស់គ្នា ចាចុះសម្រាប់ថ្នាក់នេះគឺមើលទៅ active មែនតើឥឡូវមកជួបជាមួយអ្នកគ្រូវិញម្ដងថា team របស់ថ្នាក់របស់យើងនោះគឺកំពុងធ្វើអីគេ Hi Sophie. Hello, nice to meet you. Maybe could you introduce to the audience about what the theme of the classroom Yes, is of today? course. So this is nursery. It's 3 years old, and we're doing weather. So you can see we've got the rainbow colouring. We've got day and night over here. We've got the seaside for summer, and they're really enjoying it at the moment. នេះជាថ្នាក់មត្តេយ្យទី1របស់យើងដែលបងប្អូនអាចរៀនតាមបែបលេងទៅតាមសម្ភារៈសិក្សាដែលមានសុវត្ថិភាពនិងការយកចិត្តទុកដាក់ខ្ពស់ថ្នាក់រៀនត្រូវបានរចនាឡើងតាមតម្រូវការអភិវឌ្ឍរបស់ក្មេងដែលបង្កើតភាពជឿជាក់របស់ពួកគេពង្រឹងលើជំនាញសង្គមនិងភាពច្នៃប្រឌិតអាណាព្យាបាលទាំងអស់អាចសប្បាយចិត្តបាននៅពេលដែលចុះឈ្មោះបងប្អូននៅទីនេះនេះគឺជាថ្នាក់មត្តេយ្យអាយុពី4ទៅ5ឆ្នាំរបស់យើងដែលការសិក្សារបស់បងប្អូនចាប់ផ្ដើមស៊ីជម្រៅជាងមុនដែលមានបញ្ចូលជាមួយនឹងសកម្មភាពសប្បាយៗជាច្រើនផងដែរ So our reception class is learning about measurement, and today we're doing weight, heaviest versus lightest. So they're cutting some objects out to put in order from lightest to heaviest. បងប្អូនចាប់ផ្ដើមរៀនពីការអានសរសេរនិងគណិតវិទ្យាស្របពេលអភិវឌ្ឍជំនាញទំនាក់ទំនងនិងភាពជឿជាក់របស់ខ្លួនលើពីនេះនៅ The King School មានថ្នាក់សិក្សាបន្ថែមក្រៅម៉ោងនិងថ្នាក់ក្លឹបសិក្សាជាច្រើនដូចជាថ្នាក់បង្រៀនលេងអុកនិងយុទ្ធសាស្ត្ររបាំខ្មែរថ្នាក់កុំព្យូទ័រនិងសរសេរកូដថ្នាក់រាំ Hip Hop និងថ្នាក់ភាសាចិន Pianoទាំងនេះគឺបង្កើតឡើងដើម្បីឲ្យបងប្អូនគ្រប់គ្នាបន្ថែមនូវជំនាញនិងស្វែងរកទេពកោសល្យរបស់ពួកគេអ្វីដែលកាន់តែប្រសើរទៀតនោះគឺបងប្អូនអាចចូលរៀនថ្នាក់គុនខ្មែរ Tennis, Karate និងបាល់ទាត់ផងដែរវាពិតជាអស្ចារ្យណាស់ដែលបងប្អូនអាចបង្កើតភាពជឿជាក់ក៏ដូចជាស្វែងរកទេពកោសល្យរបស់ពួកគេនិងសប្បាយរីករាយក្នុងការមករៀនជារៀងរាល់ថ្ងៃសកម្មភាពសប្បាយៗទាំងអស់នេះគឺសុទ្ធតែវិធីដើម្បីជួយបង្កើតភាពជឿជាក់ក៏ដូចជាស្វែងរកទេពកោសល្យរបស់ពួកគាត់ហើយរីករាយក្នុងការសិក្សាជារៀងរាល់ថ្ងៃចាអញ្ចឹងបន្ទាប់ពីបានធ្វើការទស្សនកិច្ចនៅ The King School វឌ្ឍនវិលហើយគឺនាងខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តមែនតើដែលបានជួបជាមួយនឹងបងប្អូនហើយក៏សង្ឃឹមថានៅថ្ងៃអនាគតគឺអាចសហការជាមួយនឹងលោកគ្រូអ្នកគ្រូដើម្បីអភិវឌ្ឍនៅវិធីសាស្ត្របង្រៀនថ្មីៗក៏ដូចជាការសិក្សាទ្វេភាសានេះផងដែរអញ្ចឹងសម្រាប់ព័ត៌មានបន្ថែមបងប្អូនទាំងអស់គ្នាអាចទំនាក់ទំនងនៅលេខទូរស័ព្ទដែលបានបង្ហាញនេះបាន